ជួសទីហ្វុងបូឡូនៅវៀតណាមសម្រាប់មនុស្ស13នាក់និងរបួស46នាក់រាជរដ្ឋាភិបាលនិយាយថាជួសទីហ្វុងបូឡូបានបោកបក់កាត់ឆ្នេរសមុទ្រប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទដោយបានសម្រាប់មនុស្សយ៉ាងហោចណាស់13នាក់និងរបួស46នាក់ខណៈដែលមកជាមួយខ្យល់បក់ខ្លាំងនិងភ្លៀងបានបំផ្លិចបំផ្លាញផ្ទះសម្បែងផ្ដាច់បណ្ដាញអគ្គិសនីនិងផ្លូវលិចទឹកទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថាព្យុះទីហ្វុងបូឡូបានកំពុងឆ្ពោះទៅប្រទេសឡាវបន្ទាប់ពីបានបោកបក់នៅព្រឹកថ្ងៃច័ន្ទហើយបានបោកបក់ឡើងនៅរលកខ្ពស់រហូតដល់8ម៉ែត្រ25ហ្វីតនៅពេលដែលវាបានផ្លាស់ទីតាមឆ្នេរសមុទ្រភាគកណ្ដាលភាគខាងជើងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រាជរដ្ឋាភិបាលវៀតណាមបាននិយាយថាក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកនេសាទដែលទូករបស់ពួកគេត្រូវបានរលកនាំទៅឆ្ងាយពីខេត្តខ្យងទ្រីខណៈដែលទូកនេសាទផ្សេងទៀតបានបាត់ការតាក់ទងបើយោងតាមព័ត៌មានReuters រាជរដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង 28,500 នាក់មុនពេលព្យុះទីហ្វុងវាយប្រហារខណៈដែលជើងហោះហើររាប់រយត្រូវបានពន្យាពេលឬលុបចោលដោយការបិទព្រលានយន្តហោះចំនួន4នៅក្នុងខេត្តភាគកណ្ដាលបើតាមរាជរដ្ឋាភិបាលវៀតណាមព្យុះទីហ្វុងបូលូបានបំផ្លាញផ្ទះជាង 44,000 ខ្នងនិងចំនួនដំណាំ 6,000 ហិកតាហើយបានកាត់ផ្តាច់ការចូលទៅកាន់តំបន់មួយចំនួននាយករដ្ឋមន្ត្រីវៀតណាមលោកហាមីនឈិញបានបញ្ជាក់ឲ្យក្រសួងការពារជាតិនិងសន្តិសុខសាធារណៈបញ្ជូនកងទ័ពនិងប៉ូលីសជាបន្ទាន់ដើម្បីជួយទប់ទល់នឹងព្យុះភ្លៀងដ៏កំណាចមួយនេះរាជរដ្ឋាភិបាលនិយាយថាទឹកបានកើនឡើងដល់កម្រិតប្រកាសអាសន្ននៅក្នុងទន្លេនិងអាងស្តុកទឹកក្នុងខេត្ត Jeon Ha Tinh និងថាញ់ហួរខណៈដែលប្រជាជនរាប់ម៉ឺនគ្រួសារក៏ទទួលរងការដាច់ចរន្តអគ្គិសនីផងដែរ